ភាពខុសគ្នារវាង D ដែលជា article indéfini និង D ដែលជា article partitif ជាភាសាខ្មែរនៅពេលដែលវាដើរតួជា article indéfini pluriel យើងប្រើវាជាមួយនាមដែលយើងរាប់បានដោយវាគឺជាមួយក្នុងចំណោម les articles indéfinis ដូចជា un និងune ជាដើមយើងប្រើវាដើម្បីណែនាំឲ្យគេដឹងបញ្ចូលក្នុងសន្ទនាឬក៏សំដៅលើព័ត៌មានថ្មីៗដែលមានកំណត់ច្បាស់លាស់ឬក៏ជាព័ត៌មានដែលយើងលើកមកនិយាយលើកដំបូងដែលជាពហុវចនៈដែលមានចំនួនចាប់ពី2ឡើងទៅឬលើសពីចំនួន1ឬជាពហុវចនៈនៃចំនួន1ជាភាសាខ្មែរយើងអាចបកប្រែវាបានថាខ្លះៗតែយើងត្រូវចំណាំថាខ្លះៗត្រង់នេះគឺជាចំនួនទាំងអស់នៃអ្វីមួយដែលយើងចង់និយាយដោយបើសិនជាយើងនិយាយថា j'ai acheté des livres ដែលមានន័យថាខ្ញុំបានទិញសៀវភៅខ្លះៗក្នុងឧទាហរណ៍នេះពាក្យថាសៀវភៅខ្លះៗត្រង់នេះអាចជាសៀវភៅ2ក្បាល3ក្បាលឬដល់10ក្បាល20ក្បាលឯណោះឬលើសពីចំនួនហ្នឹងតែបើសិនជាខ្ញុំទិញប៉ុណ្ណានោះចំនួននោះគឺមានប៉ុណ្ណឹងដោយខ្ញុំចង់សំដៅលើចំនួនទាំងមូលនៃសៀវភៅដែលខ្ញុំបានទិញហើយខ្ញុំបានប្រើពាក្យ D ត្រង់នេះដើម្បីប្រាប់គេថាចំនួនសៀវភៅដែលខ្ញុំទិញគឺលើសពីចំនួន1តែខ្ញុំគ្រាន់តែមិនបានបញ្ជាក់ថាចំនួនប្រមាណឲ្យប្រកបនោះទេឧទាហរណ៍មួយទៀត Elle a vu des enfants jouer dans le parc មានន័យថានឹងបានឃើញក្មេងៗខ្លះៗកំពុងលេងនៅក្នុងឧទ្យានក្នុងនេះចំនួនក្មេងៗអាចជា2ឬ3ឬច្រើនយ៉ាងហ្នឹងតែយើងមិនបានបញ្ជាក់ពីចំនួនច្បាស់លាស់នោះទេប៉ុន្តែចំនួនក្មេងៗខ្លះៗហ្នឹងគឺជាចំនួនក្មេងៗទាំងអស់ដែលមានវត្តមាននៅទីនោះដោយគ្មានក្មេងៗផ្សេងៗទៀតនោះទេហើយចំពោះ D នៅពេលដែលយើងប្រើវាដើម្បីដើរតួជា article partitif pluriel វិញដែលជាធាតុមួយក្នុងចំណោម les articles partitifs ដូចជា du de la និង de l'apostrophe ដែលយើងប្រើដើម្បីសំដៅលើចំនួនមួយផ្នែកនៃអ្វីមួយទាំងមូលឬអ្វីមួយដែលច្រើនពាក្យថាខ្លះៗត្រង់នេះសំដៅលើខ្លះៗនៃចំនួនច្រើនឬក៏មួយផ្នែកនៃអ្វីមួយទាំងមូលយើងប្រើវាជាញឹកញាប់ជាមួយនាមរាប់មិនបាននាមអរូបីឬនាមពហុវចនៈដែលរាប់បានតែគិតបែបជាផ្នែកនៃអ្វីៗទាំងមូលឧទាហរណ៍ je mange des petits pois មានន័យថាខ្ញុំកំពុងបរិភោគសណ្តែកបាយឬក៏សណ្តែកខៀវខ្លះៗសណ្តែកបាយឬក៏សណ្តែកខៀវខ្លះៗត្រង់នេះសំដៅទៅលើមួយផ្នែកនៃសណ្តែកបាយទាំងអស់ដែលយើងមានដោយបើសិនជាយើងមានសណ្តែកនឹងមួយចានពេញនោះមានន័យថាយើងកំពុងញ៉ាំបានខ្លះៗដែលអាចពី2ទៅ3គ្រាប់កន្លះចានឬក៏ជិតអស់មួយចានឬមួយផ្នែកនៃចានដោយយើងមិនបានញ៉ាំទាំងអស់នោះទេឧទាហរណ៍មួយទៀត j'ai acheté des fleurs មានន័យថាខ្ញុំបានទិញផ្កាខ្លះៗត្រង់នេះសំដៅលើផ្កាមួយចំនួនក្នុងចំណោមផ្កាទាំងអស់ដែលគេលក់មានន័យថាយើងបានទិញមួយផ្នែកនៃផ្កាដែលគេលក់សរុបសេចក្តីមកយើងប្រើ D នៅពេលដែលវាដើរតួជា article indéfini pluriel ជាមួយនាមពហុវចនៈរាប់បានតែមិនច្បាស់ហើយសំដៅលើចំនួនទាំងមូលនៃនាមដែលយើងចង់និយាយហើយយើងអាចជំនួសវាបានដោយពាក្យថា quelque ឧទាហរណ៍ថា j'ai acheté des livres យើងអាចនិយាយថា j'ai acheté quelques livres ដើម្បីមានន័យថាខ្ញុំបានទិញសៀវភៅខ្លះៗនឹងត្រង់ឧទាហរណ៍ថា elle a vu des enfants jouer dans le parc យើងអាចនិយាយថា elle a vu quelques enfants jouer dans le parc ក៏បានដែរចំណែកឯនៅពេលដែល D ដើរតួជា article partitif pluriel យើងប្រើវាជាមួយនាមរាប់មិនបានតែបើសិនជានាមរាប់បានយើងប្រើវាសំដៅលើនាមដែលមកជាដុំនាមគិតជាផ្នែកនិងនាមអរូបីជាដើមហើយយើងប្រើវាដើម្បីសំដៅលើចំនួនមួយផ្នែកនៃនាមដែលយើងចង់និយាយចំណុចមួយដែលស្តៀងគ្នាហើយងាយច្រឡំខ្លាំងគឺថា D តែមួយនៅក្នុងប្រយោគតែមួយអាចដើរតួបានទាំង article indéfini និង article partitif ក៏បានឧទាហរណ៍ j'ai acheté des pommes ដែលមានន័យថាខ្ញុំបានទិញផ្លែប៉ោមខ្លះៗពាក្យថា D ត្រង់នេះអាចដើរតួបានទាំងពីរជា article indéfini ក៏បាននិង article partitif ក៏បានដោយវាខុសគ្នាត្រង់ទស្សនៈចេតនាឬការចង់និយាយរបស់យើងដោយបើសិនជាយើងចង់ប្រើ D ត្រង់ហ្នឹងសំដៅទៅលើ article indéfini នោះយើងចង់និយាយថាយើងបានទិញចំនួនផ្លែប៉ោមជាក់លាក់ដែលអាចមាន2ឬ3ឡើងទៅដោយយើងផ្ដោតលើចំនួនដែលយើងបានទិញថាបានប៉ុណ្ណាបើសិនជា3គឺ3បើសិនជា4គឺ4បើសិនជា5គឺ5យើងផ្ដោតទៅលើចំនួននេះថាយើងបានទិញប្រមាណយកមកតេស្តឬយកមកញ៉ាំតែបើសិនជាយើងចង់ប្រើពាក្យ D ត្រង់ហ្នឹងដើម្បីសំដៅលើ article partitif នោះយើងចង់និយាយថាយើងបានទិញមួយផ្នែកឬមួយចំនួននៃផ្លែប៉ោមផ្សេងទៀតវាមានន័យថាខ្លះៗដូចគ្នាតែបើជា partitif យើងមានចេតនាចង់ប្រាប់គេថាចំនួនដែលយើងទិញនោះគឺជាមួយផ្នែកនៃផ្លែប៉ោមទាំងអស់ដែលគេលក់នៅកន្លែងលក់